សូមនមស្ការដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាពួកខ្ញុំជាសមាជិកក្រុមទី1មកបកស្រាយប្រធានបទការអប់រំនៅសម័យបុរាណនិងសម័យទំនើបហើយនេះគឺជាសមាជិកក្រុមរបស់ខ្ញុំមាន19នាក់តិចញយ19ហើយនេះជាមេត្តាពួកខ្ញុំរកបាន8ចំណុច8 8 8តាអញចឹងថាមិនទេនិយាយស្គាល់តាមជាមួយសេចក្តីផ្ដើមការអប់រំនៅសម័យបុរាណគឺជាលក្ខណៈនៃការបង្រៀនដែលផ្អែកលើប្រពៃណីសាសនាគុណធម៌និងសីលធម៌ភាគច្រើនគឺគេរៀននៅតាមព្រៃភ្នំរងថ្មហើយឬក៏នៅតាមផ្ទះអត់មានសាលារៀនដូចសម័យយើងបច្ចុប្បន្នទេហើយភាគច្រើនគេរៀនតែជាមួយគ្រូអាចារ្យឬអីសីល្បីជាដើមហើយភាគច្រើនសម័យបុរាណគេរៀនគឺគេអត់សូវសរសេរទេហើយក៏អត់សូវមានសភៅអានដែរភាគច្រើនគេបរៀនដោយការនិយាយឬក៏សួរគោលបំណងរបស់វាគឺធ្វើឲ្យមនុស្សមានភាពគួរឲ្យគោរពឬធ្វើជាសមាជិកល្អនៃសង្គមចំណែកឯការអប់រំនៅសម័យទំនើបគឺជាដំណើរការនៃការបង្រៀនដែលផ្អែកលើបច្ចេកវិទ្យាច្រើនមានទូរស័ព្ទកុំព្យូទ័រអ៊ីនធឺណិតហើយសម័យឥឡូវក៏មាន AI ដែរគេភាគច្រើនបង្រៀនទៅបណ្ដុះមនុស្សឲ្យមានវិជ្ជាជីវៈជំនាញសម្រាប់អភិវឌ្ឍខ្លួនជាស្នូលសង្គមហើយក៏ធ្វើឲ្យមនុស្សចេះគិតពិចារណាដោះស្រាយបញ្ហានិងរស់នៅក្នុងសង្គមនាសតវត្សទី21ស្លាយរបស់ខ្ញុំសូមស្លេះទៅត្រឹមនេះដើម្បីឲ្យបានខ្វះក្បាយទៀតខ្ញុំសូមបកលឲ្យមិត្តរួមក្រុមជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះហេងសុមីមកបកស្រាយបន្តនៅចំណុច2ការអប់រំនៅសម័យបុរាណគឺការអប់រំនៅសម័យបុរាណនឹងមានលក្ខណៈខុសគ្នាច្រើននៅពេលសម័យបច្ចុប្បន្ននេះដោយសារនៅសម័យបុរាណវាអត់ទាន់មានធនធានច្រើនហើយសម្ភារៈច្រើនដូចសម័យឥឡូវទេហើយវាមានលក្ខណៈការរស់នៅអីហ្នឹងក៏វាពិបាកច្រើនជាងនៅបច្ចុប្បន្ននេះវាថាវារស់នៅងាយស្រួលជាងសម័យមុនឆ្ងាយហើយការជំនឿសាសនាហ្នឹងក៏វាទូលំទូលាយជាងមុនហើយការផ្លាស់ប្ដូរក៏វាឆ្ងាយជាងមុនដែរហើយចំណុចមួយទៀត 2.1 លក្ខណៈសម្គាល់នៃការអប់រំនៅសម័យបុរាណនៅសម័យនោះគឺគេមិនមានជាសាលាមិនច្រើនទេវារៀនតាមវត្តឬក៏នៅតាមប្រព័ន្ធសិក្សាដែលគេកំណត់ជាច្បាប់ឡើងការបង្រៀនហើយបង្រៀនផ្ទាល់មាត់គឺអត់សូវមានសម្ភារៈច្រើនក្នុងការរៀនបង្រៀនសិស្សទេពីមាត់មួយទៅមាត់មួយយើងត្រូវការចាំហើយស្ដាប់ឲ្យបានច្រើនហើយចំណុចមួយទៀតគឺការសិក្សាហ្នឹងគឺស្ថិតនៅក្នុងគ្រួសារឬក៏នៅទីកន្លែងណាមួយដូចសាលាវាមានទីអញ្ចឹងវាយើងអាចទៅរៀននៅកន្លែងណាដែលមានកន្លែងដែលអាចរៀនបានគួរសមចំណុចរបស់ខ្ញុំចប់តែប៉ុណ្នេះសូមឲ្យមិត្តភក្តិខ្ញុំបន្តមានខ្ញុំឡើងមកបកស្រាយចំណុច 2.2 មាតិកាការសិក្សាកុសលធម៌និងប្រពៃណីជាតិកុមារត្រូវបានបណ្ដុះបណ្ដាលឲ្យគោរពស្រឡាញ់មនុស្សចាស់ស្រឡាញ់គ្រួសារនិងកាន់សីលតាមរបៀបរស់នៅល្អទី2ជំនឿសាសនានិងការគោរពធម្មជាតិ
មានការសិក្សាអំពីប្រវត្តិសាសនាឬជំនឿលើវត្ថុសក្ការៈចំណុចទី3អក្សរនិងភាសានៅសម័យចុងក្រោយនៅពេលដែលមានអក្សរខ្មែរនិងអក្សរសំស្ក្រឹតបាននាំចូលក៏មានការបង្រៀនការសរសេរជាបន្តបន្ទាប់ចំណុចបន្តខ្ញុំសូមឲ្យក្រុមរបស់ខ្ញុំណា ខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបកស្រាយនៅចំណុច 2.3 គោលបំណងនៃការអប់រំចំណុចទី1ដើម្បីបណ្ដុះបណ្ដាលកុមារជាពលរដ្ឋល្អមានសីលធម៌និងមានជំនាញនៅក្នុងចំណុចនេះវាមិនផ្ដោតទៅលើចំណេះដឹងឬជំនាញតែមួយមុខប៉ុណ្ណោះទេប៉ុន្តែវាផ្ដោតទៅលើគោលបំណងជាច្រើនក្នុងការឲ្យមនុស្សហ្នឹងប្រកបដោយជីវធម៌គុណធម៌ហើយនិងមានក្រមសីលធម៌ក្នុងការរស់នៅហើយគោលបំណងនេះមិនត្រឹមតែមានតែប៉ុណ្ណឹងក៏ប៉ុន្តែវាមានច្រើនលើសពីនឹងដូចជាជំនាញដើម្បីរស់នៅនិងការដោះស្រាយបញ្ហាជាច្រើនរបស់យើងជាក់ស្ដែងទៅដូចនៅក្នុងសាលារៀនអញ្ចឹងលោកគ្រូអ្នកគ្រូក៏តែងតែអប់រំទូន្មានកូនសិស្សរបស់គាត់នឹងឲ្យប្រព្រឹត្តល្អធ្វើកិច្ចការដោយយកចិត្តទុកដាក់ហើយនឹងប្រព្រឹត្តល្អមានគុណធម៌ហើយចេះជួយគ្នាទៅវិញទៅមកហើយការអប់រំមិនដែលអប់រំឲ្យមនុស្សយើងនឹងប្រព្រឹត្តអាក្រក់ឬមួយធ្វើអំពើសុចរិតទេចូលចំណុចទី2បង្កើតរូបភាពរស់រវើកក្នុងសហគមន៍និងការចេះចំណុចបង្កើតភាពរស់រវើកក្នុងសហគមន៍ការចេះដឹងបន្តពីចំនួនមួយទៅចំនួនមួយនៅត្រង់ចំណុចនេះដោយការបង្រៀននៅក្នុងគ្រួសារអញ្ចឹងដូចពេលខ្លះយើងរៀនមុនប្អូនយើងអញ្ចឹងយើងពេលដែលយើងរៀនចាស់យើងអាចនឹងទៅបង្ហាត់បង្រៀនប្អូនយើងបន្តហើយបើសិនជាអំឡុងពេលចូលឆ្នាំវិញករណីយើងអត់ដឹងពីទំនៀមទម្លាប់ប្រពៃណីទេប៉ុន្តែឪពុកម្ដាយយើងគាត់តែងតែបរៀនឲ្យកូនគាត់នឹងចេះពីរបៀបទាំងអស់ហ្នឹងថាអំឡុងពេលចូលឆ្នាំហ្នឹងយើងត្រូវធ្វើបែបណាហើយយើងត្រូវធ្វើអីគេខ្លះសូម្បីតែការទៅវត្តហ្នឹងក៏មិនយើងចេះទៅដែរវាមានរបៀបហើយនឹងមានការទំនៀមទម្លាប់របស់វាដែរចំណុចបន្តការរៀនជាសហគមន៍សម្រាប់ជីវិតប្រចាំថ្ងៃមិនមែនសម្រាប់បញ្ញត្តិតែសញ្ញាបត្រឬការងារជាផ្លូវការនៅពេលអនាគតនោះទេនៅត្រង់ចំណុចនេះបញ្ជាក់ថាការដែលយើងរៀនមិនប្រកាសថាការដែលយើងទទួលបានសញ្ញាបត្រល្អជាងតែអ្នកដែលបានរៀនទទួលបានសញ្ញាបត្រទេសំខាន់នៅលើជំនាញដែលយើងរៀននៅលើបុគ្គលខ្លះវិញគាត់រៀនបានតែសញ្ញាបត្រប៉ុន្តែការងារដែលគាត់ធ្វើវាអត់ត្រូវនឹងជំនាញដែលគាត់រៀនដូចខ្លះគាត់រៀនខាងគណនេយ្យក៏តែដល់ពេលគាត់ធ្វើការគាត់អត់បានធ្វើខាងគណនេយ្យគាត់ធ្វើខាងជំនាញដែលផ្សេងពីជំនាញរបស់គាត់ចំណុចបន្ត 2.4 សារៈសំខាន់ចំណុចទី1ការអប់រំនៅសម័យបុរាណជាគ្រឹះសម្រាប់ការអភិវឌ្ឍជាបន្តចំនួនក្រោយនៅសម័យបុរាណវិញនៅត្រង់ចំណុចហ្នឹងវិញគឺគេចង់បញ្ជាក់ថាការអប់រំហ្នឹងវាសំខាន់ហើយវាជាគ្រឹះនៃវប្បធម៌មួយដែលបន្តពីចំនួនមុនដោយសារតែការសម័យមុនយើងដឹងហើយថាអត់ទាន់មានសាលារៀនប៉ុន្តែការសិក្សាហ្នឹងគឺសិក្សានៅតាមវត្តឬមួយក្នុងសហគមន៍ដែលគេចុះបណ្ដាតាមនឹងហើយអ្នកដែលបង្រៀនហ្នឹងគឺភាគច្រើនគឺជាព្រះសង្ឃជាផ្នែកសំខាន់នៃវប្បធម៌បទដ្ឋាននិងអត្តសញ្ញាណជាតិនៅត្រង់ចំណុចនេះមានន័យថាការអប់រំនៅសម័យបុរាណហ្នឹងមានតួនាទីសំខាន់ហើយវាជាគ្រឹះដំបូងនៃបង្កើតការអប់រំនៅសម័យទំនើបដោយសារតែការអប់រំវាមានតាំងពីសម័យបុរាណមករហូតបានបន្តមកដល់សម័យទំនើបបើមិនជាអត់មានការអប់រំពីសម័យបុរាណសម័យទំនើបយើងក៏អត់មានការអប់រំដែរហើយចំពោះបទដ្ឋានវិញវាជាការដាក់ផ្ដាច់ផ្ដើមឬបទបញ្ញត្តិដែលសង្គមបានគ្រប់គ្រងដើម្បីឲ្យការរស់នៅរួមគ្នាមានសុវត្ថិភាពសមរម្យហើយនឹងមានរបៀបរៀបរយចំណុចរបស់ខ្ញុំបកស្រាយត្រូវបានបញ្ចប់ជាកិច្ចបន្តខ្ញុំសូមឲ្យមេរួមក្រុមជាបឋមខ្ញុំសូមជម្រាបសួរលោកគ្រូសួស្តីមិត្តរួមក្រុមទាំងអស់គ្នាហើយនេះខ្ញុំឡើងបកស្រាយបន្តពីមិត្តរួមក្រុមរបស់ខ្ញុំចំណុចទី3
ការអប់រំនៅសម័យនគរភ្នំឬហ្វូណនគឺជាសម័យដើមមួយនៃការអភិវឌ្ឍសង្គមដ៏សំខាន់មួយដែលបានកើតឡើងនៅក្នុងវិស័យរដ្ឋាភិបាលសេដ្ឋកិច្ចវប្បធម៌និងការអប់រំដូចជារចនាសម្ព័ន្ធការពង្រីកទឹកដីកសិកម្មពាណិជ្ជកម្មសាសនាភាសាអក្សរសាស្ត្រការរៀនសូត្រតាមបែបប្រពៃណីជាដើមចំណុចទី 3.1 បរិបទសង្គមនិងវប្បធម៌សម័យនគរភ្នំទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌាតាមរយៈការផ្លាស់ប្ដូរទំនិញនិងគំនិតការបង្កើតកំពង់ផែពាណិជ្ជកម្មនិងការរីកចម្រើនសេដ្ឋកិច្ចព្រមទាំងសាសនាមានព្រាហ្មណ៍សាសនានិងព្រះពុទ្ធសាសនាការចំណុចមួយទៀតការបង្រៀនទំនាក់ទំនងនិងសាសនានិងភាសាសំស្ក្រឹតគឺមានសារៈសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលរស់នៅដូចជាតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផងដែរ 3.2 កន្លែងសិក្សានិងការបង្រៀនការសិក្សានៅក្នុងបរិវេណប្រទេសឬវត្ថុធម្មជាតិគឺជាទម្រង់នៃការអប់រំមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែររបស់យើងនៅក្នុងការបណ្ដុះបណ្ដាលអប់រំណែនាំមនុស្សឲ្យមានចំណេះដឹងជំនាញសីលធម៌វិជ្ជាជីវៈជាដើមអ្នកបង្រៀនជាព្រះសង្ឃគឺជាបុគ្គលសំខាន់ក្នុងការកសាងនិងថែរក្សាចំណេះដឹងសាសនានិងវប្បធម៌ក្នុងសង្គមតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នចំណុចរបស់ខ្ញុំមានតែប៉ុណ្្នេះសូមខ្ញុំសូមនមស្ការដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបានឡើងមកបកស្រាយនៅចំណុច 3.3 និយាយពីមេត្តាភាសាសំស្ក្រឹតនិងអក្សរបុរាណការបង្រៀនអក្សរដើម្បីប្រើក្នុងការសរសេរសិលាចារនិងឯកសារផ្លូវការកន្លែងហ្នឹងមានន័យថានៅសម័យនគរភ្នំការអប់រំនិងការបង្រៀនភាសាត្រូវបានផ្ដោតសំខាន់ទៅលើភាសាសំស្ក្រឹតដែលជាភាសាធម៌និងភាសាផ្លូវការសម្រាប់សាសនាចំណុច 2 សាសនាសាស្ត្រដែលនឹងមានន័យថាបង្រៀនអំពីវិជ្ជានិងព្រហ្មវិជ្ជាធម៌វិន័យនិងគោលនយោបាយសាសនាព្រហ្មវិជ្ជាប្រាជ្ញាសាសនាផ្អែកលើព្រហ្មសាសនាធម៌វិន័យច្បាប់នៃសាសនានិងការប្រព្រឹត្តតាមសីលធម៌គោលនយោបាយសាសនាជាវិធីសាស្ត្រប្រើប្រាស់សាសនាសម្រាប់គ្រប់គ្រងសង្គមនិងរដ្ឋច្បាប់ប្រពៃណីនិងរបៀបគ្រប់គ្រងបណ្ដុះបណ្ដាលអ្នកដឹកនាំសង្គមដើម្បីសម្របសម្រួលអាជីវកម្មនិងរដ្ឋាភិបាលការគ្រប់គ្រងអាជីវកម្មនិងរដ្ឋាភិបាលមានន័យថាដើម្បីធានាសន្តិសុខសង្គមចំណុចនេះខ្ញុំបកស្រាយចាប់តែប៉ុណ្ណេះសូមបកលជូនក្រុមបន្តសូមស្វែងបង្គំព្រះអង្គគ្រូសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឡើងមកបកស្រាយចំណុចបន្តចំណុច 3.4 គោលបំណងនៃការអប់រំចំណុចទី 1 ដើម្បីបង្កើតជាន់ខ្ពស់ផ្នែកបទពិសោធន៍និងជំនាញអានឹងចង់សំដៅលើការអភិវឌ្ឍសមត្ថភាពក្នុងការវិភាគនិងការប្រើប្រាស់ចំណេះដឹងសាសនាដើម្បីបទពិសោធន៍ឬបញ្ជាក់លើគំនិតសាសនាផ្សេងនិងបង្កើតជំនាញដឹកនាំផ្នែកសាសនាឬការអនុវត្តសាសនាឲ្យមានប្រសិទ្ធភាពជាងមុនចំណុចទី 2 ទប់ស្កាត់សង្គ្រាមតាមរយៈសីលធម៌និងច្បាប់អាហ្នឹងចង់មានន័យថាការទប់ស្កាត់សំដៅលើការចេះយោគយល់គ្នាចេះអត់ឱនឲ្យគ្នាទៅវិញទៅមកចំណុច 3.5 ចំណុចពិសេសសាលាសាស្ត្រាសាលាចារជាចំណងស្រឡាយសំខាន់សម្រាប់ការសិក្សាពីការអប់រំនៅសម័យនេះនឹងចង់មានន័យថាគន្លងចម្បងនិងមូលដ្ឋានសម្រាប់ការយល់ដឹងនិងសិក្សាអំពីគោលការណ៍និងទ្រឹស្ដីការអប់រំនៅសម័យបច្ចុប្បន្នចំណុចទី
ជាប្រទេសដំបងក្នុងអាស៊ីដែលមានប្រព័ន្ធអក្សរនិងការកត់ត្រាផ្លូវការមានន័យថាប្រទេសដែលមានប្រព័ន្ធអក្សរសម្រាប់សរសេរដែលត្រូវបានទទួលស្គាល់ផ្លូវការដើម្បីប្រើប្រាស់សម្រាប់ការទំនាក់ទំនងគ្នាក្នុងការគ្រប់គ្រងរដ្ឋឬកត់ត្រាព័ត៌មានផ្សេងៗចំណុចរបស់ខ្ញុំអស់ ខ្ញុំបានសូមគោរពអង្គគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះចន្ទព្រៃមកបកស្រាយនៅចំណុចទី4គឺការអប់រំនៅសម័យចេនឡាសម័យចេនឡាគឺជាសម័យបន្ទាប់ពីមហានគរគឺជាសម័យមួយដែលខ្មែរយើងអាចថារុងរឿងដែរហើយការអប់រំនៅសម័យនោះក៏មិនខុសពីសម័យនគរផងដែរគឺការអប់រំនៅតាមប្រាសាទផ្សេងៗនិងវត្តអារាមហើយអ្នកអប់រំនោះជាមានព្រាហ្មណ៍ព្រះសង្ឃនិងព្រះសង្ឃជាន់ខ្ពស់ជាអ្នកអប់រំដល់សិស្សានុសិស្សនិងប្រជាជនផ្សេងៗហើយនឹងជាមូលដ្ឋានសំខាន់នៃការរីកចម្រើននៃអាណាចក្រខ្មែរសម័យអង្គរដឹងថាកាលពីសម័យមុនសម័យអង្គរនឹងខ្មែរយើងក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរតាមរយៈការអប់រំនិងវិទ្យាសាស្ត្រផ្សេងៗការអប់រំស្ថិតក្នុងសម័យនេះស្ថិតនៅក្រោមឥទ្ធិពលពុទ្ធសាសនាដូចជាព្រហ្មសាសនានិងពុទ្ធសាសនាយ៉ាងហ្នឹងគេថាសម័យមុនហ្នឹងគឺអត់មានសាលារៀនអីច្បាស់លាស់នោះទេគឺភាគច្រើនគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាសនាព្រាហ្មណ៍និងសាសនាពុទ្ធរបស់យើងដែលព្រះសង្ឃនិងព្រាហ្មណ៍ជាន់ខ្ពស់មួយចំនួនគាត់ជាអ្នកបង្រៀនដល់សិស្សានុសិស្សប្រជាជននិងក្មេងៗជាដើមចំណុច 4.1 កន្លែងសិក្សានៅសម័យចេនឡាកន្លែងសិក្សាមានតាមប្រាសាទវត្តអារាមផ្សេងហើយកន្លែងខ្លះអាចថារៀនក្រោមដើមឈើក៏មានដែរហើយជាពិសេសវត្តគឺជាទីស្នាក់របស់អ្នកសិក្សានិងជាអ្នកបង្រៀនដែលជាព្រះសង្ឃនិងព្រះឧបាទសម័យហ្នឹងដូចខ្ញុំនិយាយអញ្ចឹងអ្នកដែលបង្រៀនគឺជាព្រះសង្ឃហើយព្រះឧបាទហ្នឹងគឺជាព្រះសង្ឃដែលកាន់កាប់ខាងបង្រៀនពុទ្ធសាសនាផ្សេងៗជាព្រះសង្ឃជាន់ខ្ពស់ជាដើមបាទចំណុចរបស់ខ្ញុំអស់ត្រឹមហ្នឹងសូមគោរពខ្ញុំទៅណាឡើងមកបកស្រាយចំណុចបន្ទាប់ 4.2 មេត្តាការសិក្សាអក្សរសាស្ត្រខ្មែរនិងសំស្ក្រឹតគេសិក្សាអក្សរសាស្ត្របុរាណសំស្ក្រឹតនិងអក្សរសាស្ត្រខ្មែរដើម្បីសរសេរចុះលើសាលាចារ្យនិងឯកសារកាលសម័យចេនឡាគឺជាសម័យមួយដែលអក្សរសាស្ត្រនិងអក្សរខ្មែរមានការរីកចម្រើនខ្លាំងនៅក្នុងការសិក្សាពីសាសនានិងទ្រឹស្ដីបង្រៀនអំពីព្រាហ្មណ៍សាសនាក្រុមអ្នកប្រមាញ់និងពុទ្ធសាសនាពិសេសសាសនាពុទ្ធមហាយាននិងថេរវាទដែលមានឥទ្ធិពលខ្លាំងនៅសម័យនោះព្រាហ្មណ៍សាសនាព្រាហ្មណ៍សាសនាគឺជាសាសនាចម្បងដែលគោរពបូជាដែលមានដូចជាព្រះវិស្ណុនិងព្រះសិវៈសម្រាប់សាសនាដែលផ្ដោតលើសម្រាប់ពុទ្ធសាសនាគឺជាសាសនាមួយដែលបង្រៀនមនុស្សឲ្យធ្វើអំពើល្អចេះបង្រៀនមនុស្សឲ្យស្គាល់អ្វីខុសអ្វីត្រូវនាំមនុស្សប្រព្រឹត្តល្អទៅរកសុភមង្គលនៃសេចក្តីសុខគ្រឿងចក្រសិល្បៈនិងច្បាប់មានការបង្រៀនអំពីច្បាប់ប្រពៃណីធម្មសញ្ញាកសិកម្មសិល្បៈកតោចម្រៀងនិងសប្បបយកម្មស្របនឹងការកសាងប្រាសាទចំណុចខ្ញុំជាប់ត្រឹមនេះសូមបន្តឲ្យមិត្តរួមក្រុមជាដំបូងសូមនមស្ការដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឡើងមកបកស្រាយចំណុចទី 4.3 អ្នកបង្រៀននិងសិស្ស
អ្នកបង្រៀនជាព្រះសង្ឃព្រហ្មញ្ញឬអ្នកប្រាជ្ញរឿងចម្រើនក្នុងសាសនាសិស្សជាសាច់ញាតិក្នុងគ្រួសារអភិជនអ្នកដឹកនាំសង្គមនិងបរិសុទ្ធវ័យក្មេង 4.4 គោលបំណងនៃការអប់រំដើម្បីបណ្ដុះបណ្ដាលអ្នកដឹកនាំជាសាស្ត្រាចារ្យឬជាចៅក្រមក្នុងគោលបំណងការអប់រំខ្មែរជាពិសេសក្នុងសម័យអង្គរនិងពុទ្ធសាសនាថេរវាទតែងផ្ដោតទៅលើការបង្កើតអ្នកដឹកនាំដែលមានវិជ្ជាសុចរិតភាពនិងសមត្ថភាពក្នុងការវិនិច្ឆ័យត្រឹមត្រូវមួយទៀតចង់រក្សាភាពសុខសាន្តក្នុងសង្គមតាមរយៈសីលធម៌និងច្បាប់ដោយទូនីតិសីលធម៌ការអប់រំផ្ដោតទៅលើបុព្វហេតុបុណ្យបាបនិងគោលការណ៍ព្រះសង្ឃដើម្បីដឹកនាំសីលធម៌ទៅលើបុគ្គលនោះទូនីតិច្បាប់បណ្ដុះបណ្ដាលការយល់ដឹងពីច្បាប់ព្រះរាជាណាចក្រនិងច្បាប់ប្រពៃណីដូចជាវចនានុក្រមស្រុកខ្មែរជាដើមចំណុចចុងក្រោយចង់ពង្រឹងសិទ្ធិរដ្ឋាភិបាលនិងបន្តសាសនាដែលជាមូលដ្ឋាននៃការរួមបញ្ចូលសង្គមដោយមានន័យថាជាភាពចម្រុះគ្នារវាងរដ្ឋនិងសាសនាការអប់រំខ្មែរប្រវត្តិសាស្ត្រត្រូវបានគ្រប់គ្រងដោយព្រះមហាក្សត្រនិងព្រះសង្ឃដែលជាសសរទ្រូងនៃអធិបតេយ្យភាពជាតិបន្តសាសនាការសាសនាព្រះត្រៃបិដកពិធីបុណ្យនិងម្លាយសាសនាដើម្បីរក្សាអត្តសញ្ញាណជាតិការលើកកម្ពស់សន្តិភាពតាមរយៈការអប់រំសាសនាពុំបែងចែកវណ្ណៈយស័ក្តិពណ៌សម្បត្តិភេទចំណុចរបស់ខ្ញុំបានបញ្ចប់ជាបន្តសូមប្រកល់មិត្តរួមក្រុម ជាដំបូងសូមនមស្ការដល់លោកគ្រូនិងនិស្សិតគ្រប់រូបខ្ញុំឡើងមកបកស្រាយចំណុចបន្តចំណុចទី5ការអប់រំនៅសម័យមហានគរការអប់រំនៅសម័យមហានគរមានលក្ខណៈពិសេសនៃការបង្រៀនបណ្ដុះបណ្ដាលដែលផ្នែកលើគ្រឹះសាសនាជាពិសេសលើជំនឿសាសនាហើយការរៀននៅសម័យមហានគរហ្នឹងអត់មានប្រព័ន្ធសិក្សាជាក់លាក់ដូចសម័យឥឡូវទេហើយការបង្រៀននៅសម័យនគរហ្នឹងអត់មានអីទំនើបទេតែបានបំផុសនៅគំនិតស្នេហាជាតិបានយ៉ាងម៉ឺនម៉ាត់ចំណុច5.1កន្លែងសិក្សាវត្តជាកន្លែងសិក្សាដ៏សំខាន់ដែលអ្នកភូមិនាំកូនចៅទៅសិក្សាអញ្ចឹងនៅវត្តអារាមហ្នឹងជាសាលាសាធារណៈសម្រាប់មនុស្សគ្រប់ជំនាន់និងគ្រប់ឋានៈបានបង្រៀនមុខវិជ្ជាដូចជាពុទ្ធសាសនាភាសាបាលីអក្សរសិល្ប៍និងសិលធម៌វិជ្ជាប្រពៃណីអក្សរសាស្ត្រកសិកម្មនិងបានបង្រៀនសិល្បៈដូចជារបាំភ្លេងជាកម្រិតមូលដ្ឋាននិងកន្លែងសិក្សាមួយទៀតគឺរៀបម្លឹងសម្រាប់កន្លែងរាជបណ្ណាល័យសម្រាប់អ្នកមានឋានៈជាន់ខ្ពស់អភិជននិងអ្នកគ្រប់គ្រងរដ្ឋនៅក្នុងនោះបានបង្រៀនមុខវិជ្ជាដូចជាច្បាប់រាជនយោបាយនិងការគ្រប់គ្រងរដ្ឋសិល្បៈស្ថាបត្យកម្មការកសាងប្រាសាទតារាសាស្ត្រគណិតវិទ្យាសិក្សាអំពីការសង់ប្រាសាទនិងពិធីសាសនានិងភាសាបាលីសំស្ក្រឹតកម្ពុជាការបង្រៀនមុខវិជ្ជានេះមាននៅគេបានចារនៅសាលាចរិកនៅប្រាសាទបយ័នដូចជាប្រាសាទតាព្រំជាដើមចំណុច5.2អ្នកបង្រៀននៅសម័យហ្នឹងអ្នកបង្រៀនមានជាប្រសងបានប្រសងគឺជាអ្នកចម្រៀងសំខាន់នៅក្នុងវត្តព្រាហ្មណ៍ជាអ្នកបង្រៀននៅក្នុងរាជបណ្ណាល័យឬប្រាសាទអ្នកប្រាជ្ញរាជវង្សបង្រៀនអ្នកគ្រប់គ្រងរដ្ឋនៅរាជដំណាក់អ្នកជំនាញសិល្បៈគឺជាជាងចម្លាក់បានបង្រៀនជំនាញចាក់ស្ដែងនៅក្នុងការសាងសង់ប្រាសាទអ្នកដឹកនាំសង្គមគឺមេភូមិឬក៏អ្នកចាស់ទុំនៅក្នុងភូមិនឹងបានបង្រៀនពីទំនៀមទម្លាប់ជំនាញរស់នៅប្រចាំថ្ងៃតែបន្តទៅឲ្យមិត្តគ្រប់គ្រងខ្ញុំបានមកបកស្រាយចំណុច 5.3 មុខវិជ្ជាមានការសិក្សាភាសាខ្មែរការសរសេរអានកំណាព្យនិងគណិតវិទ្យានៅទី4សារៈសំខាន់គេអាចសង្កេតឃើញលើទូនីតិគេអាចសង្កត់ធ្ងន់លើទូនីតិសាសនានៅក្នុងការអប់រំនិង
និងការបណ្ដុះបណ្ដាលអត្តចរិតចំណុចទី6សម័យក្រោយនគរការអប់រំសម័យក្រោយនគរបង្កើតឡើងនៅក្នុងរយៈពេលបន្ទាប់ពីការដួលរលំនៃអាណាចក្រខ្មែរដូចជាអង្គរបន្ទាប់ពីសម័យមហានគរចាប់ពីសតវត្សទី15មកកម្ពុជាបានឈានចូលដល់សម័យការប្រែប្រួលនិងការបែកបាក់នយោបាយនៅទី6.3មូលដ្ឋានការ6.1មូលដ្ឋាននៃការអប់រំការអប់រំនៅក្នុងសម័យនេះភាគច្រើនត្រូវធ្វើនៅវត្តព្រះសង្ឃមានតួនាទីសំខាន់ក្នុងការបង្រៀនពុទ្ធសាសនាអក្សរខ្មែរនិងអក្សរបាលីវត្តអាចក្លាយជាគ្រឹះស្ថានសំខាន់សម្រាប់ការអប់រំបឋមជាបន្តសូមឲ្យក្រុមខ្ញុំ ជាដំបូងសូមនមស្ការលោកគ្រូនិងសួស្តីដល់អ្នកគ្នាខ្ញុំឡើងមកបកស្រាយចំនួននៅចំណុចទី6.2មនុស្សដែលទទួលការអប់រំកុមារប្រុសជាពិសេសទទួលបានឱកាសរៀនសូត្រនៅវត្តគណៈស្ត្រីភាគច្រើនមិនសូវមានឱកាសសិក្សាដោយអំពីសម័យមុនគឺគេលើកកូនប្រុសមិនទាស់កូនស្រីដោយកូនស្រីភាគច្រើនគឺរៀននៅផ្ទះគឺរៀនវិជ្ជាមេផ្ទះដូចជាធ្វើម្ហូបអាហារដេកបាច់ជាដើមចំណែកឯកុមារប្រុសមានឱកាសទៅរៀនសូត្រ 6.3 មេត្តាការសិក្សាបរិញ្ញាអក្សរសាស្ត្រខ្មែរអក្សរសាស្ត្រអក្សរបាលីពុទ្ធសាសនាធម៌វិន័យនិងគោលនយោបាយខ្លះៗមួយចំនួនក៏មានការបង្រៀនគណិតវិទ្យាបឋមផងដែរ 6.4 ឥទ្ធិពលបរទេសក្នុងសម័យក្រោយមហានគរកម្ពុជាបានទទួលឥទ្ធិពលពីសៀមនិងយួនការអប់រំនិងវប្បធម៌ក៏បានទទួលឥទ្ធិពលផងដែរបន្ទាប់មកក៏មានឥទ្ធិពលនៃអាណានិគមនិយមបារាំងដែលនាំមកនៅប្រព័ន្ធសិក្សាថ្មី 6.5 ការអភិវឌ្ឍបន្ថែមចាប់ពីសតវត្សទី19ការអប់រំស៊ីវិលក្រុងដោយបារាំងបានកើតមានសាលាបារាំងបង្ហាញពីការបង្រៀនជាផ្លូវការបើកសិក្សាជាភាសាបារាំងនិងនាំមកនៅការផ្លាស់ប្ដូរប្រព័ន្ធអប់រំទាំងមូលដែលបន្ទាប់ពីមានការចូលមកនៅសម័យបារាំងមកប្រទេសកម្ពុជាស្ទើរចំនួននោះមានការអភិវឌ្ឍដោយមានការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលបានបែងចែកសាលារៀនវត្តអារាមជាដើមចំណុចរបស់ខ្ញុំបកស្រាយត្រូវបានចប់សូមបន្តទៅមករួមក្រុមអ្នកទាំងអស់គ្នាខ្ញុំឡើងមកបកស្រាយចំណុចទី7ផលប្រយោជន៍ពីការអប់រំនៅសម័យបុរាណនគរភ្នំចេឡាមហានគរសម័យក្រោយមហានគរ 7.1 សម័យបុរាណគេបង្កើតការគ្រប់គ្រងសង្គមដោយសមរម្យទី2បណ្ដុះបណ្ដាលទំនួលខុសត្រូវនិងចេះគោរពប្រពៃណីទី3អប់រំតាមបែបគ្រួសារនិងសាសនាមានមូលដ្ឋានលើព្រះពុទ្ធសាសនា 7.2 សម័យនគរភ្នំគឺជាការផ្សព្វផ្សាយសាសនានិងវប្បធម៌បុរាណបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវព្រះធម៌និងអ្នកនិពន្ធអក្សរសាស្ត្រទី3អប់រំនៅវត្តមានតួនាទីសំខាន់ក្នុងការបង្រៀនអក្សរខ្មែរនិងចំណេះដឹងទូទៅចាបចាជាកិច្ចបន្ទាប់ខ្ញុំសូមឲ្យទៅមករួមក្រុមរបស់ខ្ញុំខ្ញុំមកស្កាលលោកគ្រូខ្ញុំមកជំនួសសំផនចំណុច7.3សម័យចិនឡានៅក្នុងចំណុចនេះមាន3ចំណុចការអប់រំសម្រាប់ជួយរដ្ឋបាលនិងការគ្រប់គ្រងផលិតអ្នកចេះអានចេះអក្សរនិងជំនួយការរាជតាក់ទាញចំណេះដឹងពីប្រទេសជិតខាងដូចជាឥណ្ឌាចំណុចបន្ត7.4សម័យអង្គរ
សម័យមហានគរបង្កើតមូលដ្ឋានអប់រំនៅវត្តនិងបណ្ណាល័យបណ្ដុះបណ្ដាលអ្នកនិពន្ធអ្នកបកប្រែសាសនិងគ្រឹះសាសនាកសាងវប្បធម៌អក្សរសាស្ត្រខ្មែរនិងសិល្បៈរូបចម្លាក់ផ្សព្វផ្សាយចំណេះដឹងផ្នែកគណិតវិទ្យាសាស្ត្រាធម៌និងច្បាប់ចំណុចបន្តខ្ញុំឲ្យមិត្តរួមក្នុងរបស់ខ្ញុំ ជាដំបូងសូមគោរពលោកគ្រូនិងមិត្តភក្តិអរគ្នាខ្ញុំឡើងមកបកស្រាយនៅចំណុចទី7.5សម័យក្រោយអង្គរហើយការអប់រំសម័យក្រោយអង្គរហ្នឹងគឺសម័យក្រោយអង្គរដូចអ្នកអភិបាលបានដឹងអញ្ចឹងសម័យហ្នឹងគឺកម្ពុជាបានប្រឈមមុខទៅនឹងស្ថានភាពនយោបាយហើយវប្បធម៌ធ្លាក់ចុះយ៉ាងហើយការអប់រំនៅសម័យក្រោយអង្គរហ្នឹងគឺមានការផ្លាស់ប្ដូរមួយចំនួនដូចជាហើយទប់ស្កាត់ការស្វែងយល់ដោយផ្ទាល់ការដោយសារការឈានចូលពីបរទេសបន្តអប់រំនៅវត្តនៅក្នុងសាសនាគឺពេលហ្នឹងនៅសម័យក្រោយអង្គរហ្នឹងគឺប្រជាជនភាគច្រើនគឺរៀននៅក្នុងប្រហែលនៅក្នុងវត្តហើយបង្កើតគ្រូអប់រំនៅតំបន់ខ្ពង់ខ្ពស់ក្នុងរបបបារាំងចាប់ផ្ដើមបង្កើតសាលាជាផ្លូវការបែបបារាំងនិងជំរុញការអប់រំស្ត្រីចំណុចបន្ទាប់ចំណុចទី8ការអប់រំនៅសម័យទំនើបមានន័យថាជាប្រព័ន្ធនិងវិធីសាស្ត្រសម័យបច្ចុប្បន្នកំពុងបន្តដែលមានគុណភាពល្អប្រសើរការអប់រំនៅសម័យទំនើបគឺជាដំណើរការនិងប្រព័ន្ធនៃការបង្រៀនការសិក្សាដែលផ្អែកទៅលើបច្ចេកវិទ្យាទំនើបការច្នៃប្រឌិតនិងគោលនយោបាយអប់រំប្រសើរដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលឲ្យមានជំនាញចេះគិតពិចារណកថាដោះស្រាយបញ្ហានិងរស់នៅជោគជ័យក្នុងសង្គមនៅសតវត្សទី21ចំណុចវិញខ្ញុំសូមក្រាបថ្វាយបង្គំលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះរ៉ែនផฒនាមកបកស្រាយនៅចំណុចទី8.1គឺការណែនាំទូទៅអំពីការអប់រំនៅសម័យទំនើបទី1គឺលក្ខណៈពិសេសនៃការអប់រំសម័យទំនើបគឺចំន័យថាសម័យទំនើបនាបច្ចុប្បន្ននេះគឺមានការផ្ដល់នៅការអប់រំចំពោះបុគ្គលទាំងប្រុសស្រីគ្រប់រូបឲ្យទទួលបាននៅចំណេះដឹងថ្មីទី2គឺបំរែបំរួលពីសម័យបុរាណមកសម័យទំនើបគឺដូចតែយើងបានឃើញថានៅសម័យបច្ចុប្បន្នសប្តាហ៍ថ្ងៃហ្នឹងគឺសម័យបច្ចុប្បន្នហ្នឹងគឺមានការផ្ដល់នៅចំណេះដឹងគ្រប់វិជ្ជដ្ឋានចំណុច8.2គោលបំណងនៃការអប់រំនៅសម័យទំនើបទី1គឺអភិវឌ្ឍបុគ្គលភាពគឺផ្ដល់នៅចំណេះដឹងដល់បុគ្គលយុវជនទាំងប្រុសស្រីទី2គឺបំពេញតម្រូវការសង្គមនិងទីផ្សារចំណុចថាសង្គមយើងបច្ចុប្បន្នហ្នឹងគឺត្រូវការអ្នកដែលមានចំណេះដឹងហើយនៅពេលដែលយើងមានចំណេះដឹងហើយគឺយើងងាយនឹងរកការងារធ្វើបានទី3គឺបង្កើតស្មារតីច្នៃប្រឌិតនិងគំនិតពិចារណាកថាគឺនៅពេលដែលយើងមានចំណេះដឹងហើយវាធ្វើឲ្យយើងហ្នឹងចេះមិនត្រឹមថាទទួលបាននៅចំណេះដឹងនោះទេគឺអាចឲ្យយើងហ្នឹងទទួលយើងចេះច្នៃប្រឌិតអ្វីផ្សេងបានផងដែរព្រះអង្គគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តរួមទាំងអស់គ្នាថ្ងៃនេះខ្ញុំឡើងមកបកស្រាយនៅចំណុច8.3រចនាសម្ព័ន្ធនៃអប់រំនៅសម័យទំនើបរចនាសម្ព័ន្ធនៃប្រព័ន្ធអប់រំនៅសម័យទំនើបហ្នឹងគឺមានកម្រិតអប់រំគឺមានដូចជាបឋមសិក្សា
មធ្យមសិក្សាអនុវិទ្យាល័យវិទ្យាល័យនិងសាកលវិទ្យាល័យស្ថាប័នអប់រំនិងគ្រប់គ្រងស្ថាប័នអប់រំគឺជាការផ្ដល់នៅការអប់រំដល់សិស្សានុសិស្សនិងនិស្សិតដើម្បីឲ្យទទួលបាននូវចំណេះដឹងនិងជំនាញដើម្បីឲ្យរីកចម្រើននៅក្នុងជីវិតរីឯស្ថាប័នគ្រប់គ្រងវិញគឺជាការបណ្ដុះបណ្ដាលនៅការអនុវត្តក្នុងការគ្រប់គ្រងដូចជាការគ្រប់គ្រងនៅអាជីវកម្មការគ្រប់គ្រងនៅធនធានមនុស្សនិងហិរញ្ញវត្ថុផ្សេងៗសហការអន្តរជាតិនិងអង្គការអប់រំគឺជាការលើកកម្ពស់និងភាពស្មើគ្នានៃការអប់រំដូចជាការផ្ដល់នូវអាហារូបករណ៍ការចែករំលែកបទពិសោធន៍នៃការស្រាវជ្រាវការផ្ដល់នូវសម្ភារៈឬជំនួយហិរញ្ញវត្ថុផ្សេងៗតស្លាយត8.4 បច្ចេកវិទ្យានៃការអប់រំការប្រើប្រាស់ ICT នៅក្នុងការបង្រៀននិងរៀនពាក្យថា ICT ហ្នឹងគឺមកពីពាក្យថា Information and Communication Technology ដែលមានន័យថាបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងដែលសម្រាប់ប្រើប្រាស់នៅក្នុងការសិក្សាឲ្យមានភាពងាយស្រួលដូចជាការប្រើប្រាស់កុំព្យូទ័រការប្រើប្រាស់អ៊ីនធឺណិតការប្រើប្រាស់ទូរស័ព្ទនិងឧបករណ៍ digital ផ្សេងៗការអប់រំតាមប្រព័ន្ធ online e-learning ឬក៏ការអប់រំវៃឆ្លាត smart education ការអប់រំតាមប្រព័ន្ធ online e-learning ហ្នឹងគឺជា app របស់ក្រសួងអប់រំដែលបង្កើតមកដើម្បីឲ្យសិស្សានុសិស្សទទួលបានការសិក្សារៀនសូត្រនៅក្នុង app មួយហ្នឹងពីលោកគ្រូអ្នកគ្រូដែលគាត់បង្រៀននៅក្នុង app មួយហ្នឹងចំណុចទី 8.5 ទ្រឹស្ដីអប់រំនៅសម័យទំនើបទ្រឹស្ដីអប់រំនៅសម័យទំនើបមាន 3 ទ្រឹស្ដីសង្គមវិទ្យាទ្រឹស្ដីច្បាស់លាស់និងទ្រឹស្ដីជំនឿក្នុងខ្លួនចំពោះទ្រឹស្ដីសង្គមវិទ្យាគឺជាការបង្រៀនឬក៏ការបញ្យល់អំពីរបៀបដែលសង្គមដំណើរការរួមទាំងរបៀបដែលមនុស្សរស់នៅនិងមានអំពើទៅលើគ្នាទៅវិញទៅមករីឯទ្រឹស្ដីច្បាស់លាស់គឺមានន័យថាជាការបកស្រាយច្បាស់លាស់មិនមានភាពសពិចសពិលពីអត្ថន័យណាមួយឡើយមានន័យថាបើសិនជាគេចង់និយាយពីស្ថានភាពបច្ចុប្បន្នគឺគេបកស្រាយពីស្ថានភាពបច្ចុប្បន្នហ្នឹងពិតជាក់ស្ដែងហ្មងហើយចំពោះចុងក្រោយទ្រឹស្ដីជំនឿក្នុងខ្លួនចំពោះទ្រឹស្ដីជំនឿក្នុងខ្លួននេះផងដែរគឺមានន័យថាគឺជាការជឿជាក់លើខ្លួនឯងក្នុងការបំពេញភារកិច្ចឬមួយក៏កាតព្វកិច្ចឲ្យមួយដើម្បីឲ្យឆ្ពោះទៅរកភាពជោគជ័យនៅនាពេលអនាគតចំពោះទ្រឹស្ដីជំនឿក្នុងខ្លួននេះផងដែរខ្ញុំលើកមក3ចំណុចទី1មានកម្លាំងក្នុងការប្រឈមទៅនឹងបញ្ហានិងដោះស្រាយបញ្ហាយើងដឹងហើយថាបើសិនជាយើងមានជំនឿទៅលើខ្លួនឯងយើងអាចដោះស្រាយបញ្ហាផ្សេងៗដែលកំពុងនឹងប្រឈមនឹងមកយើងហើយយើងអាចដោះស្រាយបានភ្លាមទី2មានចិត្តរឹងមាំមិនងាយបោះបង់រាល់ពេលដែលយើងមានជំនឿទៅលើខ្លួនឯងយើងអាចដោះស្រាយបញ្ហាបានដោយជោគជ័យហើយនឹងមិនបោះបង់បញ្ហានោះមានសមត្ថភាពក្នុងការសម្រេចអ្វីបានលឿនជាងអ្នកដែលមិនមានជំនឿលើខ្លួនឯងមានន័យថាបើសិនជាយើងមានជំនឿលើខ្លួនឯងរាល់ពេលដែលយើងដោះស្រាយបញ្ហាអីមួយគឺយើងតែងតែដោះស្រាយបានលឿនជាងអ្នកដែលមិនមានជំនឿលើខ្លួនឯងអ្នកដែលមិនមានជំនឿលើខ្លួនឯងគឺតែងតែជឿជាក់គឺតែងតែបន្ទាបបន្ថយខ្លួនឯងថាខ្លួនឯងមិនអាចដោះស្រាយបញ្ហានឹងបានខ្លួនឯងមិនអាចខ្លួនឯងមិនមានសមត្ថភាពក្នុងការប្រឈមទៅនឹងបញ្ហាហ្នឹងដូច្នេះហើយធ្វើឲ្យពួកគេហ្នឹងមិនមានដូច្នេះធ្វើឲ្យពួកគេហ្នឹងដោះស្រាយបញ្ហាហ្នឹងគឺបានយឺតជាងអ្នកដែលមិនមានសមត្ថភាពលើខ្លួនឯងជាកិច្ចបន្ទាល់សូមផ្ទេរទៅមិត្តរួមក្រុមរបស់ខ្ញុំជម្រាបសួរលោកគ្រូសួស្តីមិត្តរួមក្រុមរបស់គ្នាខ្ញុំឡើងមកចំណុចទី 8.6 បញ្ហានិងឱកាសក្នុងការអប់រំនៅសម័យទំនើបដោយការអប់រំនៅសម័យទំនើបកំពុងប្រឈមមុខនឹងបញ្ហាផ្សេងៗក្តីក៏មានឱកាសថ្មីក្នុងការអភិវឌ្ឍវិស័យនេះប្រសើរឡើងដូចជាអនុភាពសេដ្ឋកិច្ចនយោបាយមានន័យថាការអប់រំនៅសម័យទំនើបកំពុងតែប្រឈមមុខដូចជាកង្វះថវិកានិងធនធានផ្សេងៗការចូលរួមរបស់សហគមន៍ដូចជាការចូលរួមសហការការចូលរួមសកម្មភាពសាលារៀននិងសហការជាមួយសហគមន៍បញ្ហាអ្នកគ្រូបង្រៀនឧបករណ៍និងធនធានកង្វះគ្រូបង្រៀនដែលមានសកម្មភាពកង្វះសម្ភារៈសិក្សាកង្វះការអភិវឌ្ឍដែលមានសកម្មភាពដែលកង្វះការអភិវឌ្ឍវិជ្ជាជីវៈដែលជាហេតុបញ្ហាឲ្យមានកង្វះការលើកទឹកចិត្តបន្ទុកការងារជាច្រើនប្រាក់ខែទាបចឹងហើយបង្កើតឲ្យមានឱកាសដូចជាដុំដាលនិងការអភិវឌ្ឍសមត្ថភាពកាន់តែបន្ទុកការងារចែករំលែកចំណេះដឹង 8.7 ទិសដៅអនាគតនៃការអប់រំនៅសម័យទំនើបការអប់រំសម្រាប់ការរស់នៅរួមគ្នាចេះយោគយល់អធ្យាស្រ័យឲ្យគ្នាព្រមទាំង
សហការគ្នាការអប់រំសម្រាប់ការអភិវឌ្ឍប្រកបទៅដោយវិជ្ជភាពបង្កើតការយល់ដឹងនិងសកម្មភាពឆ្ពោះទៅរកអនាគតមួយដែលប្រសើរឡើងចក្ខុវិស័យអប់រំនៅក្នុងសតវត្សទី21ចក្ខុវិស័យនេះផ្ដោតទៅលើការត្រៀមលក្ខណៈជាសិស្សសម្រាប់ពិភពលោកដែលទាមទារជំនាញថ្មីៗនិងការរៀនសូត្រអស់មួយជីវិតសរុបសេចក្តីមកការអប់រំសម័យបុរាណផ្អែកទៅលើការបង្រៀនតាមប្រពៃណីសាសនាជាពិសេសនៅក្នុងវត្តអារាមដែលព្រះសង្ឃជាគ្រូបង្រៀនសំខាន់វាជាគន្លងដ៏សំខាន់សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សនិងរក្សាទុកវប្បធម៌បុរាណចំណែកសម័យទំនើបបានបន្ថែមប្រព័ន្ធសិក្សាទំនើបនិងភាសាបរទេសដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចសម័យថ្មីទាំងពីរនេះជាវិស័យដែលមានការតបចាប់ជាមួយវត្តអារាមសាសនាប៉ុន្តែសម័យទំនើបមានឱកាសបន្ថែមនៅវិធីសាស្ត្រនិងមុខវិជ្ជាថ្មីចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងមានសំណួរនឹងចម្លើយអាចសួរក្រុមខ្ញុំបានចំណុចទី1កាលណាបើសិនជាយើងមើលกระดาษអញ្ចឹងហើយយើងមើល slide អូនយកចំណុចកណ្ដាលមកនិយាយមកទៅហើយចំណុចទី2អ្នកដែលឡើងធ្វើបទបង្ហាញអង្គុយទៅតែយកគ្នាច្រើនមែនតែយើងឈរជាជួរមានរបៀបដោយសារទី1កន្លែងយើងវិជ្ជាតិចប៉ុន្តែឃើញបងអង្គុយអញ្ចឹងលោកគ្រូហាមណាហើយទី2អេយ៉ាបរបស់យើងដែលយើងឈរយើងក៏មើល slide ទៅឲ្យគេអ្នកធ្វើបទបង្ហាញយើងបែរមកកន្លែងក្រុមការងាររបស់យើងខាងនេះហើយទី4អ្នកឡើងធ្វើបទបង្ហាញតាក់ទាញគ្នាទី1ថាខ្ញុំមកករណាខ្ញុំបាទចប់ប៉ុណ្ណេះសូមទទួលទុកទូនាទីនេះឲ្យលោកខាងនេះឡើងបកស្រាយបន្ទាប់ពីខ្ញុំចុងមករៀបព្រឹបតែម្ដងមកហើយអ្នកដែលឡើងបកស្រាយគឺនៅវិជ្ជានេះរួចទៅមកខាងនេះរួចមកខាងនេះតោះនេះប៉ុណ្ណឹងតោះនេះទៅឲ្យវាឆ្លងនេះលោកគ្រូលើប៉ុណ្ណឹងគាត់ថាជួយអតែក្រុមនេះលោកគ្រូសួរ3សំណួរចង់ដល់សូមត្រៀមណាត្រៀមសំណួរឥឡូវសូមឲ្យក្រុមរបស់យើងដែលកំពុងស្ដាប់យកចិត្តទុកដាក់យ៉ាងស្ងៀមស្ងាត់ទៅលើប្រធានបទនេះថាអប់រំនៅសម័យបុរាណនិងសម័យទំនើបគឺថាបងប្អូនអត់ហ៊ានទៅចែកទៀតទេគាត់ស្ដាប់យើងយកចិត្តទុកដាក់រហូតដល់ចប់ហើយយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងនោះបងប្អូននៅខាងក្រោយនោះគាត់កំពុងស្ដាប់ហើយគាត់នៅចំណុចដែលយើងបានអត្ថាធិប្បាយពន្យល់នោះគាត់នោះបានច្រើនដល់ខាងក្រោយនោះហើយមួយចំនួនទៀតគាត់បានពិភាក្សាទៅលើផ្នែកដែលបងប្អូនធ្វើបទបង្ហាញអញ្ចឹងសូមឲ្យក្រុមខាងក្រោយមេត្តាសួរសំណួរ2សំណួរសូមជួយឥឡូវខាងមុខមួយគេដៃជុំគាត់មួយអូនទៅនេះវិញអូនទៅប្រធានបទវិញអូនជួយបទវិញចុចតាលើទៅវាខ្ញុំមានសួរមួយថាតើមានន័យអះអាងថាបើគ្មានការអប់រំនៅសម័យមុនសម័យនោះបើគ្មានការអប់រំដែរតើមានហេតុអីសំណួរគេសួរថាបើគ្មានការអប់រំពីសម័យបុរាណទេហើយមកសម័យយើងនេះវាយ៉ាងម៉េចដែរណាបើគ្មានពីនោះមកឥឡូវសូមអរគុណសម្រាប់សំណួរនៅត្រង់សំណួរនេះខ្ញុំតែគាត់បានសួរគាត់ថាបើសិនជាមាននៅត្រង់ចំណុចហ្នឹងដូចយើងដឹងហើយថានៅក្នុងសូម្បីតែតាមប្រាសាទរបស់យើងហ្នឹងក៏មានការឆ្លាក់ហើយសូម្បីតែអីគេអំពីអីហ្នឹងក៏គាត់បានបញ្ជាក់ដែរហើយគាត់មានផតតាំងហើយមានបញ្ជាក់ថ្ងៃខែរបស់យើងផងដែរវាថាប្រាសាទអង្គរវត្តមិនត្រូវបានគេចូលបេតិកភណ្ឌអាហ្នឹងក៏បញ្ជាក់ថាការអប់រំមួយដែរ
ហើយដូចពាក្យមួយគេថាគ្រូចាស់សម្រាប់ថ្ងៃនេះអញ្ចឹងមានថាពាក្យហ្នឹងវាសំខាន់បើមិនថាគ្មានគ្រូចាស់ទេបច្ចុប្បន្នយើងនេះក៏អត់មានដែរហើយសូម្បីតែប្រធានបទរបស់ដែលក្រុមយើងនេះខ្ញុំបានបកស្រាយហ្នឹងក៏វាបានបញ្ជាក់ច្រើនដែរថាការអប់រំវាសំខាន់ហើយវាមានតាំងពីសម័យបុរាណមកបានបច្ចុប្បន្នមានសូម្បីតែយើងខ្លួនឯងក៏ចឹងដែរបើពីមុនអត់មានឥឡូវក៏យើងអត់មានដែរ Con mua sắm lúaទៀតអូនតាចាប់ដល់អូនប្រាប់ខ្ញុំមកប្រាប់ខ្លួនខាងក្រោយយកចិត្តទុកដាក់ខ្លាំងចាំអត់ដែរបងអត់ដែរรู้นั่นในទី1ខ្ញុំមានមួយចង់សួរថាតើអ្នកគួរតែរួមបញ្ចូលមានការពីការអប់រំសម័យបុរាណនៅក្នុងការអប់រំនាសម័យបច្ចុប្បន្នដែរឬទេហេតុអ្វី មេត្តាពីសម័យបុរាណហើយមកដល់សម័យបច្ចុប្បន្នត្រូវរួមបញ្ចូលគ្នាព្រោះវាជាកន្លឹះសម្រាប់យើងស្រាវជ្រាវដល់មកបច្ចុប្បន្នបើសិនជាគ្មានការអប់រំពីសម័យមុនទេសម័យនេះអត់មានការអនុវត្តសម័យអប់រំឡើយ ក្រុមយើងមានអីបន្ថែមដែរគាត់នៅតាមរបស់គាត់តែមួយតែយើងអាចក្រុមយើងទាំងអស់គ្នានេះខ្ញុំសូមបន្ថែមត្រង់ចំណុចមួយទៀតត្រង់ថាសូម្បីតែយើងរៀនសប្តាហ៍ថ្ងៃនេះក៏យើងមានរៀនមុខជាមួយដែលរៀនពីប្រវត្តិសាស្ត្រហើយមួយទៀតក៏មានសូម្បីតែរៀននៅសាកលនេះក៏មានទាក់ទងនឹងជំនាញខាងប្រវត្តិសាស្ត្រដែរដូចខាងអក្សរសាស្ត្រខ្មែរត្រូវមានបែងចែកច្រើនផ្នែកមែនទែនហើយក៏គាត់បានចុះទៅស្រាវជ្រាវពីប្រវត្តិសាស្ត្រច្រើនមែនទែនបើអាចចង់ដឹងរឿងនៅបន្ថែមអាចទៅសួរខាងអក្សរសាស្ត្រខ្មែរ ក្រុមខាងក្រោយដែលបានសេបានច្រើនសូមលើកឡើងព្រោះខាងនោះគឺណូតបានច្រើនសូមក្រុមខាងក្រោយបានខាងចូលដូចសេបានច្រើនឃើញតាអូនទៅចាំបានបងដោយសារអូនណូតបានច្រើនតាគាត់បានមកបានច្រើនអូអាហ្នឹងនេះហើយសំណួរហ្នឹងសួររួចអត់តាដោយសារយើងនៅខុសអត់ទៀតសួរមកទៀតខាងក្រោយគេស្វីណូបានច្រើនសំណួរហ្នឹងវាតែមួយគេរួចហើយយើងនៅក្នុងបន្តិចដោយសារយើងតោងសាច់ល្អតែទៀតយើងយកអាហារបុរាណហើយនៅបច្ចុប្បន្នមកពីទៅទៀតអាមួយណាដែលអត់ជាអានឹងបានសម័យបុរាណមានផលវិបាកខ្លះចាអរគុណសម្រាប់សំណួរការអប់រំសម័យបុរាណមានផលវិបាកជាច្រើនដោយសារតែសម័យនោះខ្វះឧបករណ៍សិក្សាហើយភាគច្រើនគឺគេលើកតម្កើងកូនប្រុសដោយឲ្យកូនប្រុសទទួលបានការសិក្សារៀនសូត្រចំណែកកូនស្រីគឺឲ្យរៀនតែវិជ្ជាមេផ្ទះដូចជាដេប៉ាអីជាដើមសម័យមុនក្មេងស្រីមានការរើបំរាស់ដោយសារតែគាត់ទទួលបានគម្លាតហ្នឹងតាំងពីកើតមក
បាទអរគុណសម្រាប់សំណួរដោយការអប់រំសម័យទំនើបមានការអភិវឌ្ឍច្រើនណាស់យើងទទួលបានថាវិចารណ៍ជាមានការអភិវឌ្ឍខ្លួនអភិវឌ្ឍសង្គមប្រទេសជាតិនិងពិភពលោកទាំងមូលដូចជាការបង្កើតបច្ចេកវិទ្យាថ្មីឡានរថយន្តអីជាដើមអញ្ចឹងយើងគ្រឿងអេឡិចត្រូនិកហ្នឹងយើងមករៀនហ្នឹងក៏យើងមានប្រើប្រាស់គ្រឿងអេឡិចត្រូនិកជាគ្រឿងទំនើបដូចជាស្លាយកុំព្យូទ័រឬក៏ទូរស័ព្ទជាដើមបើនិយាយចាំទៅការអភិវឌ្ឍនៃការអប់រំសម័យទំនើបគឺជួយទៅដល់មនុស្សជាតិយើងទាំងមូលតែម្ដងមានអីទៀតអត់ ខ្ញុំបានចង់សួរទេគ្រូឲ្យសួរទេយើងជប់ចោលចាខ្ញុំចង់សួរថាតើការអប់រំនៅសម័យបុរាណនិងសម័យទំនើបហ្នឹងមានភាពខុសគ្នាដូចម្ដេចខ្ញុំឆ្ងល់តែប៉ុណ្្នឹងឯងគ្រូចឹងការអប់រំនៅសម័យបុរាណមានផលវិបាកមានគុណវិបត្តិអ្វីខ្លះសម័យទំនើបមានគុណវិបត្តិអ្វីខ្លះ គេសួរថាសម័យទំនើបក្នុងការអប់រំមានគុណវិបត្តិអីខ្លះ ខ្ញុំអត់ដឹងសួរមិនទេគ្រូឲ្យខ្ញុំសួរទេ បាទអរគុណសម្រាប់សំណួររូបបញ្ហាការអប់រំនៅសម័យទំនើបមានច្រើនល្អក៏ច្រើនអាក្រក់ក៏ច្រើនវាសម័យហ្នឹងមានបញ្ហាវិទ្យាសាលាខ្លះខ្វះបច្ចេកវិទ្យាខ្វះគ្រូហើយនឹងនៅតាមកន្លែងខ្លះគឺកន្លែងសិក្សាបន្ទប់សិក្សាអីគឺមានការពិបាកខ្លាំងមែនទែនហើយនឹងការអប់រំសម័យនេះមានជាឥទ្ធិពលភាគច្រើនពីតាមរយៈបណ្ដាញសង្គមដែលជាបង្ហាញពីរឿងមិនល្អរឿងក្មេងស្ទាវអីជាដើមហើយនឹងអាចមានផលប៉ះពាល់ពីក្មេងតំណើងគ្រឿងញៀនហើយនឹងអំពើចោរកម្មអីផ្សេងទៀតផងមានសំណួរទៀតអត់ បងចាំឲ្យជុំមកមើលនួនចុងក្រោយហើយបានគ្រូជួនតិចអឺខ្ញុំចង់សួរថាតើការអប់រំសម័យទំនើបនេះហ่ะវាទំនើបហើយចុះគេអនុវត្តការអប់រំសម័យបុរាណទៀតអត់បើសិនជាសម័យទំនើបនេះគេនៅអនុវត្តការអប់រំសម័យបុរាណគឺឧទាហរណ៍ខ្ញុំបញ្ជាក់បានថាវាមិនខ្ញុំអត់យល់ពីសំណួរយល់ទេគ្រូ តែមិនស្រាប់សំណួរគាត់បានដែរ ស្រាប់អត់យល់ អូខេ ការអប់រំសម័យនេះការអប់រំសម័យទំនើបឥឡូវហ្នឹងកំពុងតែយកការអប់រំសម័យបុរាណយកមកស្រាវជ្រាវឬក៏បន្ថែមដើម្បីវាការអប់រំសម័យទំនើបអញ្ចឹងបាទការអប់រំសម័យទំនើបហើយឥឡូវហ្នឹងយើងបាទការអប់រំសម័យទំនើបហើយយើងនៅបន្តយកការអប់រំសម័យបុរាណមកដូចជាស្រាវជ្រាវអីទៀតអត់បើសិនជាយើងនៅតែយកការអប់រំពីសម័យបុរាណយកមកស្រាវជ្រាវឬក៏សិក្សាបន្ថែមក្រុមមិត្តទាំងអស់គ្នាអាចលើកឧទាហរណ៍មកបញ្ជាក់បានអត់ខ្ញុំឆ្ងល់សូមអរគុណសម្រាប់សំណួរសម្រាប់សំណួរនេះខ្ញុំចង់និយាយថាការអប់រំពីសម័យទំនើបនេះនៅពេលបច្ចុប្បន្នយើងហ្នឹងក៏នៅតែយកមកសិក្សាស្រាវជ្រាវបន្តដែរដូចយើងសិក្សាពីសិលាចរិតភាសាលេនីប្រវត្តិសាស្ត្រអីហ្នឹងខាងក្រោយគេលើបានច្រើនអូនតែណាទៅខាងក្រោយគេលើបានច្រើនចង់សួរថាតើការអប់រំនៅសម័យបុរាណនិងសម័យទំនើបហ្នឹងមួយណាថាស្រួលអប់រំជាងមួយណាដែលថាស្រួលអប់រំជាង ទូអ្នកបង្រៀនឬមួយអ្នករៀនសួរអំពីអ្នកដែលរៀនឬក៏អ្នកបង្រៀនស្រួលណាស់ស្រួលសម័យតើវាសម័យបុរាណសម័យទំនើបហ្នឹងតើសម័យណាថាស្រួលអប់រំជាង អរគុណសម្រាប់សំណួរខ្ញុំសូមឆ្លើយថា
សម័យទំនើបគឺទទួលបានការអប់រំល្អជាងពីព្រោះថាសម័យនេះមិនទទួលបានការរើសអើងនៅភេទឬមួយក៏អ្វីទេដោយសារតែស្ត្រីក៏មានសិទ្ធិបង្រៀនស្ត្រីមានសិទ្ធិចូលរួមរៀនសូត្រជាដើមចំណែកឯសម័យមុនគឺស្ត្រីគឺហាមឃាត់មិនឲ្យចូលរៀនហើយចំណែកឯសម័យនេះគឺមានឯកសារគ្រប់គ្រាន់មានបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការរៀនសូត្រ គ្រូអរគុណច្រើនសម្រាប់ក្រុមនេះទៅធ្វើឲ្យជាប់ដោយក្រុមអញ្ចឹងសូមអបអរសាទរ